បងជាដូនមួយរីករាយឆ្នាំថ្មីបងរកខ្ញុំលោកតកែសួស្ដីរីករាយឆ្នាំថ្មីអ្នកទាំងពីរទៅខាងផ្នែកបេឡាហើយបើកប្រាក់ខែទៅណាបងប្រុសបានន័យថាម៉េចហ្នឹងអត់មានអីនោះទេអ្នកទាំងពីរត្រូវបានបញ្ឈប់ហើយនេះលោកឈួតអីទេខ្ញុំមកធ្វើការឲ្យលោកច្រើនឆ្នាំមកហើយហ៎លោកចង់ខ្ញុំនៅក៏នៅចង់ខ្ញុំទៅក៏ទៅអញ្ចឹងលោកត្រូវប្រាប់ពីមូលហេតុខ្ញុំផងទៅចង់ដឹងមូលហេតុទេមានមូលហេតុអីលោកនៅមិនដឹងខ្លួនទៀតណាលោកតកែលោកហៅខ្ញុំមកមានការអីដែរបាទមែនហើយពុករបស់ស៊ីលីដែលជាបុគ្គលិករបស់ក្រុមហ៊ុនយើងឈឺហើយនេះគឺជាលុយដែលក្រុមហ៊ុនយើងត្រូវជួយគេទាំងអស់ 70000 ប្រគល់ឲ្យដល់ដៃគេទៅកុំភ្លេចទិញផ្លែឈើសួរសុខទុក្ខគេផងណាបាទដឹងហើយស៊ីយ៉ានៅមិនតាន់ទៅផ្ទះទេស៊ីលីដែលជាបុគ្គលិកថ្មីរបស់ក្រុមហ៊ុនយើងនោះណាប៉ារបស់គេឈឺបងជីដូនមួយរបស់នាងឲ្យលើទាំងអស់ 20000 យកទៅជួយឪពុករបស់គេណា 20000ត្រូវអញ្ចឹងនាងទិញផ្លែឈើទិញទួយទៅសួរសុខទុក្ខគេផងទៅបានទេអេសេលីនបងជាដូនមួយខ្ញុំបងជាដូនមួយនាងគឺលោកតាកែហួរគាត់លើថាឪពុករបស់លោកឈឺគាត់ឲ្យលុយលោក 5000 ទៅព្យាបាលឪពុកលោកទិញផ្លែឈើបន្តិចឲ្យឪពុកលោកផងបាទអរគុណណាស់មិនអីទេខំធ្វើការទៅតស៊ូលោកតកែបាទថ្ងៃស្អែកនេះខ្ញុំត្រឡប់ទៅផ្ទះព្យាបាលឪពុកខ្ញុំហើយខាងក្រុមហ៊ុនជួយខ្ញុំ 5000 ខ្ញុំទទួលបានហើយខ្ញុំអរគុណណាស់មិនអីទេអមិញប្រហែលគឺ 5000លុយរហូតដល់ទៅ 70000 ត្រូវពួកលោកស៊ីបន្តកតុយគ្នាឲ្យគេតែ 5000 ទេលោកនៅហ៊ានមកសួរខ្ញុំថាមូលហេតុអ្វីទៀតលុយទាំងអស់នោះសម្រាប់ជួយជីវិតពួកគេអ្នកទាំងពីរពិតជាមិនសមធ្វើជាមនុស្សនោះទេណាបងប្រុសអ្នកច្បាយក៏ពិតខ្ញុំមិនចង់បានលុយនេះទេបញ្ញាប់យកលុយទាំងអស់នោះមកសងឲ្យដល់ដៃខ្ញុំវិញឲ្យឆាប់ទៅប៉ុណ្ណឹងបានហើយឆាប់ទៅមែនហើយសូមកុំឲ្យខ្ញុំឃើញមុខអ្នកទាំងពីរទៀតឲ្យសោះណាអូខេ